បងប្អូនទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាវិញម្ដងទៀតតាក់ទងជាមួយនឹងចំនួន complex របស់យើងចូលដល់សរសេរជាទម្រង់ត្រីកោណមាត្រហើយក្នុងការសរសេរជាទម្រង់ត្រីកោណមាត្រនេះភាគច្រើនបាក់ឌុបគឺចេញរាល់ឆ្នាំតែម្ដងកម្រអត់មានទម្រង់ត្រីកោណមាត្ររបស់ complex ណាអញ្ចឹងពួកបងប្អូនទាំងអស់គ្នាឆ្នាំថ្មីព្យាយាមទាំងអស់គ្នាណាឲ្យចេះសរសេរជាទម្រង់ត្រីកោណមាត្រហើយចំពោះវិទ្យាសាស្ត្រគណិតជាគោលធំគ្រឹះសំខាន់បំផុតហើយបើសិនណាគណិតយើងធ្លាក់បានន័យថាទាញមុខវិជ្ជាដទៃទៀតធ្លាក់ហាក់ច្រើនមែនទែនដោយសារតែគណិតយើងតម្លៃខ្ពស់បាទតម្លៃវាខ្ពស់បន្ទុកវាច្រើនអញ្ចឹងឥឡូវយើងងាកមកមើលទម្រង់ត្រីកោណមាត្ររបស់ complex យើងទាំងអស់គ្នានេះទម្រង់ត្រីកោណមាត្ររបស់យើងគឺ z ស្មើនឹង a កតាជាមួយនឹង cos alpha បូក e sin alpha សួរថា a នេះយើងរកមកម៉េច cos alpha ហើយនឹង sin alpha យើងរកមកម៉េចបាទបើសិនណាទម្រង់ complex យើងរៀង z ស្មើជាមួយនឹង a បូក be ជាទម្រង់ពេលដែលយើងសរសេរវាជាទម្រង់ត្រីកោណមាត្រមុនដំបូងយើងរក a វាសិនមកណារក a វាឲ្យឃើញពេលដែលយើងរក a ឃើញហើយនេះ a រូបមន្ត a យើងមើលវីដេអូមុនបាទយើងរករបៀបនេះបន្ទាប់មកយើងទាញ a នឹងជាកតាគឺយើងទាញរបៀបនេះពេលដែលយើងទាញ a ជាកតាបានន័យថាយើងយកអានេះចែកនឹង a ហើយយក b នេះចែកនឹង a ចុងក្រោយគេយើងបដូរពី a លើ a ទៅជា cos alpha មកបាទកោស alpha បានន័យថាឧទាហរណ៍ថាយើងមានរឹស2លើ2អញ្ចឹងណារឹស2លើ2កោសម៉ាននេះរឹស2លើ2យើងពិនិត្យមើលរបស់យើងនេះរឹស2លើ2កោសរបស់វាគឺកោស45បើស៊ីនរឹស2លើ2ដែរបានន័យថាស៊ីន45ដែរបាទបានន័យថាអញ្ចឹងណាបាទណែស៊ីនរបស់យើងចឹងយើងពិនិត្យមើលតាក់ទងជាមួយនឹងចម្លើយនេះរបស់យើងតោះឥឡូវយើងពិនិត្យមើលទាំងអស់គ្នាអត់តែមើលតន់តាមលំហាត់គឺយើងចេះធ្វើបាទចម្លើយសរសេរចំនួនcomplexខាងក្រោមជាទម្រង់ត្រីកោណមាត្របាទជាទម្រង់ត្រីកោណមាត្រអញ្ចឹង1 z ស្មើនឹង1បូក e ទី1មុនដំបូងបំផុតយើងរក a ហើយយើងរកក្នុងกระดาษគិតលេខមកណារកกระดาษគិតលេខមកទីហៅថាខ្ញុំរកនៅកន្លែងនេះចាស់អញ្ចឹង a វាស្មើនឹងរឹសនៃ a ការ៉េគឺ1ការ៉េបូក b ការ៉េមេគុណរបស់ e គឺ1ណាអញ្ចឹងចម្លើយរបស់យើងបានរឹស2នេះ a របស់យើងទៅពេលហ្នឹងគឺយើងអាចទាញរឹស2ជាកតានេះទាញរឹស2ជាកតាមកនេះទាញរឹស2ជាកតាបានន័យថាយើងយក1ចែកនឹងរឹស2បូកជាមួយនឹង e 1ចែកនឹងរឹស2បំបត្តិរ៉ាឌីកាល់ពីភាពបែងចឹងអានេះនៅដដែលនេះបំបត្តិរ៉ាឌីកាល់ពីភាពបែងយើងគុណរឹស2មកព្រោះភាពបែងគុណរឹស2ភាគយកខាងលើគុណនឹងរឹស2ដែរនេះគុណនឹងរឹស2 1គុណរឹស2បានរឹស2រឹស2គុណនឹងរឹស2បាន2បូក e អានេះគុណនឹងរឹស2មកបាន2ខាងលើគុណនឹងរឹស2ដែរបានរឹស2ក្រោយមកទៀតយើងពិនិត្យមើលនេះអញ្ចឹងយើងពិនិត្យមើលនេះដូរទៅជាកោសប្រមាណដែលស្មើនឹងរឹស2របស់យើងនេះរឹស2លើ2នេះអានេះអកោសអានេះអកោសយើងចានេះរឹស2លើ2យើងមើលទៅចំកន្លែងនេះផៃលើ4
ចឹងយើងដាក់កូសផាយលើ4មកណាដាក់កូសផាយលើ4មកឥឡូវនេះយើងដាក់កូសផាយលើ4បូក e រើស2លើ2ស៊ីនដែលមានតម្លៃរើស2លើ2អឈោនេះរើស2លើ2អញ្ចឹងយើងរុញអាហ្នឹងមកនេះមកឃើញផាយលើ4អញ្ចឹងកន្លែងនេះយើងដាក់ផាយលើ4បាទអញ្ចឹងអាហ្នឹងហើយគឺជាទម្រង់ត្រីកោណមៀតរបស់យើងអញ្ចឹងយើងខើយមួយហើយអត់លំបាកធ្វើទេសំខាន់យើងចាំរបៀបនៃការធ្វើហើយអានេះខ្ញុំណែនាំមកឲ្យបងប្អូនទាំងអស់គ្នាចាំតែមួយការត្រង់បានហើយនេះការត្រង់នេះចាំតែមួយការត្រង់ហ្នឹងមកហើយយើងឆ្លៀតប្រើរូបមន្តនេះរូបមន្តនេះរូបមន្តមួយនេះរូបមន្តមួយនេះហើយនឹងរូបមន្តមួយនេះបាទយើងរៀនប្រើរូបមន្តហ្នឹងមកអញ្ចឹងយើងប្រើតែមួយការត្រង់បានហើយតែចាំតែមួយការត្រង់មកមិនបាច់ចាំគ្រប់4ការត្រង់ដល់តែពិបាកទេតោះឥឡូវយើងបន្តចំពោះបាទចំណុចលេខ2របស់យើងគឺយើង